ក្រោយមកស៊ូសានគួនបានត្រឡប់ទៅកន្លែងដែលគាត់ធ្លាប់ស្គាល់តែវាបែរជាហាក់ដូចជាចម្លែកនេះជាលើកដំបូងក្នុងរយៈពេលរាប់សិបឆ្នាំដែលគាត់ត្រឡប់មកមន្ទីរពេទ្យនេះវិញនឹកស្មានមិនដល់ថានៅពេលគ្រូពេទ្យទីឈ្មោះស៊ូសានគួនគេក៏ចាប់ផ្ដើមលេងសើចនឹងគាត់ 허삼관이라? 종달새 아닌가? 에? 남의 자식 데려다 키운다는. 응? ស៊ូសានគួនដែលកំពុងតែធុញថប់នឹងជីវិតបន្ទាប់ពីបរិច្ចាគឈាមរួចក៏បានជួបនឹងមិត្តចាស់ម្នាក់នៅពេលនិយាយគ្នាទៅវិញទៅមកភីគីមខាងទៀតថែមទាំងបង្ហាញការចំណែងចំពោះយូឡានដែលមិនត្រឹមតែផ្ដល់កំណើតកូនប្រុស3នាក់ឲ្យស៊ូសានគួនប៉ុណ្ណោះទេថែមទាំងនៅរក្សារាងបានយ៉ាងស្រស់ស្អាតទៀត 예쁘기야 당신이 훨씬 더 예뻤지. 사실 내가 원래는 당신을 얻으려고 했었는데. 내가 그랬으면 내가 11년 동안 종달새 노릇도 안 했을 테고 말이야. មនុស្សប្រុសដែលមានរឿងរ៉ាវក្នុងចិត្តតែងតែងាយនឹងសម្រេចចិត្តខុសទោះបីជាស៊ូសានគួនមកនិយាយថាស្ដាយក្រោយដែលបានរៀបការជាមួយយូឡានតែក្នុងចិត្តវិញគឺសប្បាយរីករាយឥតឧបមាប៉ុន្តែអ្វីដែលគាត់នឹកស្មានមិនដល់នោះគឺអ៊ីលើបានលួចតាមពីក្រោយគាត់ដោយសង្ឃឹមថាឪពុកនឹងអភ័យទោសឲ្យខ្លួនអភ័យទោសចំពោះកំហុសដែលខ្លួនបានបង្កឡើងតែគេមិនដឹងឡើយថារឿងដែលស៊ូសានគួនខ្វល់ខ្វាយពិតប្រាកដមិនមែនជារឿងទាំងនេះទេតែគឺជាទំនាក់ទំនងឈាមជ័ររវាងគាត់និងអ៊ីលើដូច្នេះស៊ូសានគួនក៏បានសួរអ៊ីលើពីបញ្ហានេះ 앞으로 너랑 나랑 단둘이 있을 땐 아버지라 부르지 말고 아저씨라고 불러. 네? 왜요? 그래야 우리가 함께 살 수 있을 것 같아. 응? អ៊ីលើបានយល់ច្បាស់ថាឪពុកពិតជាមិនពេញចិត្តដែលខ្លួនមិនមែនជាកូនបង្កើតរបស់គាត់ប៉ុន្តែនៅពេលដឹងថាឪពុកអាចអភ័យទោសឲ្យខ្លួនបានគេក៏យល់ព្រមទាំងក្តីឈឺចាប់មិនយូរប៉ុន្មានស៊ូសានគួនក៏បានលូសម្ភារៈក្នុងផ្ទះត្រឡប់មកវិញថែមទាំងទិញស្បែកជើងថ្មីឲ្យយូឡានមួយគូ 잔소리하지 말고 빨리 신어. 빨리 신어봐. 마음 풀어. រកក្តីទុកព្រួយនឹងការមិនពេញចិត្តក្នុងចិត្តរបស់យូឡានក៏លីបាត់អស់ជាស្ថាពរតែមិននឹកស្មានថាបងប្រុសអ្នកចិត្តខាងបានមករកដល់ផ្ទះដោយចោទប្រកាន់ស៊ូសានគួនថាបានចាប់រំលោភប្រពន្ធរបស់ខ្លួនរឿងនេះមិនត្រឹមតែធ្វើឲ្យប្តីប្រពន្ធទាំងពីរភ្ញាក់ផ្អើលប៉ុណ្ណោះទេសូម្បីតែអ្នកចិត្តខាងជុំវិញក៏ផ្អើលមកមើលដែរនឹកស្មានមិនដល់ថាស៊ូសានគួនមានចិត្តល្អជូនមិត្តចាស់ដែលពិបាកធ្វើដំណើរទៅផ្ទះបែរជាត្រូវបានបងប្រុសដែលស្រវឹងស្រាយយល់ច្រឡំសូម្បីតែអាហារកំប៉ុងដែលគាត់បានមកពីការលក់ឈាមដើម្បីជូនជាជំនួយដល់គេក៏ត្រូវបានគេយល់ថាជាវត្ថុសម្រាប់សូប៉ាន់នៅពេលស៊ូសានគួនរកពាក្យមកដោះសារមិនបានអ៊ីលើក៏បានក្រោកឈរឡើងគេបានបញ្ជាក់ថាគេបានដើរតាមឪពុកពេញមួយថ្ងៃដូច្នេះគេអាចបញ្ជាក់ពីភាពបរិសុទ្ធរបស់ឪពុកបានតែបងប្រុសនោះនៅតែមិនព្រមស្ងៀមដោយអហង្ការក្មេងម្នាក់នេះកំពុងតែការពារឪពុកខ្លួន 제가 그 집 앞에 있는 건 옥체부 아저씨도 보고 심씨 아저씨도 봤어요. 저는 항상 아버지랑 같이 다니거든요. 아저씨도 아시잖아요. 우리 진짜 아버지 아닌 거. 자, 형님. 우리 일락이가 봤다잖아요. 아, 진짜 1억이 아들 동네 창피하게? 그리고 아저씨 많이 취하신 것 같아요. 술 냄새 많이 나요. 빨리 가서 주무세요. ការតបយ៉ាងស្អិតល្មួតរវាងឪពុកនិងកូនធ្វើឲ្យភីគីមខាងទៀតនិយាយលេងចេញនៅពេលឃើញថាខ្លួនខុសគេក៏ដោះសារថាប្រពន្ធខ្លួនលេបថ្នាំខុសរួចក៏កាន់អាហារកំប៉ុងនោះដើរចេញទៅដោយអៀនខ្មាស់សម្រាប់គ្រួសារដែលក្រីក្រនៅពេលនោះអាហារកំប៉ុងមួយអាចស្មើនឹងអាហារសាច់មួយពេលហើយក៏ដោយសារតែរឿងនេះក្តីមន្ទិលក្នុងចិត្តស៊ូសានគួនក៏ថយចុះខ្លះយ៉ាងហោចណាស់ក៏ជាកូនប្រុសច្បងដែលគាត់ស្រឡាញ់ជាងគេដែរតែវាមិនមានរយៈពេលយូរឡើយគ្រួសារស៊ូសានគួនដែលជួបនឹងសម័យកាលលំបាកគ្រប់គ្នាគ្មានអ្វីញ៉ាំឲ្យឆ្អែតឡើយរាល់ពេលយប់កូនសុទ្ធតែឃ្លានរហូតគេងមិនលក់ដើម្បីឲ្យកូនគេងលក់ស្រួលស៊ូសានគួនក៏ចាប់ផ្ដើមនិយាយកុហកដើម្បីឲ្យពួកគេបានធូរស្បើយឲ្យកូនស្រមៃថាខ្លួនកំពុងនៅក្នុងភោជនីយដ្ឋានកំពុងញ៉ាំនំប៉ាវសាច់យ៉ាងឆ្ងាញ់តែគាត់ដឹងច្បាស់ថានេះគ្រាន់តែជាការលួងលោមខ្លួនឯងប៉ុណ្ណោះគ្រួសាររបស់គាត់នៅតែបន្តឃ្លានដដែលស៊ូសានគួនដែលគេងមិនលក់ថ្ងៃបន្ទាប់គាត់ក៏ទៅមន្ទីរពេទ្យម្ដងទៀតលើកនេះគាត់ទ្រាំមិនញ៉ាំសាច់ក្រកឈាមនិងស្រាអង្ករទេគឺដើម្បីឲ្យគ្រួសារបានញ៉ាំអ្វីដែលល្អជាងនេះថែមទាំងត្រូវញ៉ាំឲ្យឆ្អែតទៀតផងហើយនៅពេលយូឡានប្រាប់កូនឲ្យមកញ៉ាំនំប៉ាវសាច់ឃើញកាយវិការរីករាយរបស់អ៊ីលើស៊ូសានគួនក៏មានកំហឹងឡើងមកវិញគាត់កាន់តែមើលអ៊ីលើកាន់តែដូចហ៊ឺស៊ីវយ៉ងអារម្មណ៍ស្អប់ខ្ពើមមួយក៏កើតចេញពីក្នុងចិត្តដូច្នេះគាត់បានហៅអ៊ីលើមកដាច់ដោយឡែកឲ្យគេទៅញ៉ាំដំឡូងជ្វានៅផ្ទះពូទៅតែស៊ូសានគួនមិនព្រមឡើយ 아저씨, 나 오늘 딱 하루만 아저씨 친한테 시켜주시면 안 돼요? 나도 시내에 같이 나가서 만두 먹게 해주세요. 네. 可许三观却不乐意了，反手指着自己的手臂。 គាត់ចង់អោដៃទៅដៃខ្លួនឯងហើយប្រាប់អ៊ីលើថាគាត់លក់ឈាមគឺដើម្បីឲ្យគ្រួសារបានញ៉ាំឆ្អែតញ៉ាំល្អតែគឺមិនឲ្យអ៊ីលើញ៉ាំឡើយព្រោះគាត់តែងតែមានអារម្មណ៍ថាការឲ្យអ៊ីលើញ៉ាំរបស់ល្អគឺស្មើនឹងការឲ្យឈាមគាត់ដោយឥតប្រយោជន៍ដល់ហ៊ឺស៊ីវយ៉ងជាពិសេសក្នុងសម័យដែលនំប៉ាវជាអាហារដ៏កម្រស៊ូសានគួនក្នុងនាមជាបង្គោលគ្រួសារការពិតវាក៏ជាការប្រកាសអំណាចចំយ៉ាងដែរព្រមទាំងបង្ហាញចំហរបស់គាត់ផងដែរលុយលក់ឈាមរបស់ខ្ញុំឲ្យតែកូនបង្កើតទេហើយឈុតឆាកនេះយូឡានបានឃើញនឹងភ្នែកតែនាងគ្មានសមត្ថភាពធ្វើអ្វីបានឡើយ
នាងដឹងថាស៊ូសានគួននៅតែចង់កំហឹងក្នុងចិត្តមិនអាចមើលអ៊ីលឺដោយត្រង់បានតែនៅពេលឃើញអ៊ីលឺ slot boat បែបនេះយូឡានពិតជាឈឺចាប់ក្នុងចិត្តស្ទើរតែរកពាក្យថ្លែងមិនបានអ៊ីលឺដែលញ៉ាំដំឡូងជ្វានៅផ្ទះពូតែងតែមានអារម្មណ៍ថាមិនទាន់ឆ្អែតប៉ុន្តែពូក៏ខ្លាចពីអត្តសញ្ញាណរបស់អ៊ីលឺដែរទើបរកលេសឲ្យអ៊ីលឺញ៉ាំឲ្យលឿនហើយត្រឡប់ទៅវិញតែអ៊ីលឺក្នុងវ័យនេះគឺជាវ័យដែលកំពុងតែលូតលាស់ភាពឃ្លានបានធ្វើឲ្យគេឃើញព្រះច័ន្ទលើមេឃហាក់ដូចជានំប៉ោវសាច់ដ៏ឆ្ងាញ់ដោយសារតែឃ្លានពេកអ៊ីលឺបានរត់ទៅក្រោមផ្ទះហ៊ឺស៊ីវយ៉ុងហើយស្រែកហៅពុកគោលបំណងគឺដើម្បីឲ្យហ៊ឺស៊ីវយ៉ុងទិញនំប៉ោវឲ្យខ្លួនញ៉ាំឲ្យតែគេយល់ព្រមទៅថ្ងៃមុខគេនឹងមិនមកយាយីគាត់ទៀតឡើយគឺស៊ីវយ៉ុងដែលគ្មានចិត្តមេត្តាគ្មានអារម្មណ៍អ្វីជាមួយកូនប្រុសដែលមានឈាមជ័រដូចគ្នានេះទេថែមទាំងមើងងាយគេថាអន់ជាងឆ្កែតាមផ្លូវទៅទៀតហើយគេមិនបានគិតឡើយថាភាពគ្មានចិត្តគ្មានថ្លើមរបស់ខ្លួនក្នុងពេលនេះមិនយូរប៉ុន្មាននឹងធ្លាក់មកលើខ្លួនឯងចំណែកយូឡាននៅពេលដឹងថាអ៊ីលឺឃ្លានរហូតទៅសុំអាហារហ៊ឺស៊ីវយ៉ុងចង់យកបញ្ហានេះមកប្រាប់ស៊ូសានគួនឲ្យគាត់អាណិតអ៊ីលឺខ្លះតែស៊ូសានគួនបែរជាគិតថាអាកប្បកិរិយាអ៊ីលឺនេះគឺពិតជាកូនក្បត់ដែលមិនចេះដឹងគុណគឺជារឿងដែលអបតញ្ញោតែរហូតដល់ពាក់កណ្ដាលអាធ្រាត្រស៊ូសានគួនបានឃើញអ៊ីលឺដែលមានទឹកមុខសោកសៅទើបនឹងចង់ស្ដីបន្ទោសឲ្យគេត្រូវមានភាពក្លាហានតែត្រូវបានយូឡានដែលមករកកាត់ចង្វាក់ 여보, 이 미친놈 찾았다. 이제 죽었다 엄마한테. 이 새끼야. 너 어디 갔었어? 너 진짜 엄마 말 안 들을래? 엄마, 죄송해요. ការសូមទោសគ្នាទៅវិញទៅមករវាងម្ដាយនិងកូនសូម្បីតែក្នុងនាមជាម្ដាយយូឡានការដែលនាងសារភាពថាបានលាក់បាំងការពិតពីស៊ូសានគួនក៏ជាការតស៊ូដោយស្ងៀមស្ងាត់ប្រឆាំងនឹងការជិះជាន់របស់ស្វាមីទឹកភ្នែករបស់នាងមិនត្រឹមតែស្រក់ដោយសារភាពយុត្តិធម៌របស់កូនប៉ុណ្ណោះទេក៏ស្រក់ដោយសារភាពយុត្តិធម៌ដែលខ្លួនឯងបានជួបប្រទះដែរប្រហែលជាដោយសារមានអារម្មណ៍ពីចំណុចនេះហើយទើបស៊ូសានគួនមានអារម្មណ៍អៀនខ្មាស់តែមិនយូរប៉ុន្មានមានរឿងមួយដែលនឹងជួយលុបបំបាត់ក្តីមន្ទិលក្នុងគ្រួសារនេះគឺស៊ីវយ៉ុងបានកើតជំងឺភ្លាមហើយដួលសន្លប់នៅតាមផ្លូវបន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យគ្រូពេទ្យក៏បានប្រាប់ថាហ៊ឺស៊ីវយ៉ុងមានដុំសាច់ក្នុងក្បាលប៉ុន្តែដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រនាពេលនោះគឺស្ទើរតែមិនអាចជួយសង្គ្រោះបានឡើយតែប្រពន្ធរបស់ហ៊ឺស៊ីវយ៉ុងមិនព្រមជឿលទ្ធផលនេះទើបនាងគិតថាបើវិទ្យាសាស្ត្រមិនបានសាកល្បងទៅជឿលើជំងឺវិញចុះនៅពេលទៅរកគ្រូអាគមគេបែរជាប្រាប់នាងថាបើចង់ជួយសង្គ្រោះហ៊ឺស៊ីវយ៉ុងគឺត្រូវរកកូនបង្កើតរបស់គេមកធ្វើពិធីបួងសួងប្រពន្ធហ៊ឺស៊ីវយ៉ុងបញ្ជាក់ថាផ្ទះនាងគ្មានកូនប្រុសទេតែគ្រូអាគមក្រោយស្ងៀមស្ងាត់មួយសន្ទុះក៏ស្រែកស្ដីបន្ទោសនាងថាហ៊ានកុហកខ្លួនហើយពេលនោះហើយដែលប្រពន្ធហ៊ឺស៊ីវយ៉ុងទើបនឹកឃើញថាអ៊ីលឺគឺជាកូនបង្កើតរបស់ហ៊ឺស៊ីវយ៉ុងតើដោយហេតុនេះនារីមកពីគ្រួសារអ្នកមានម្នាក់នេះក៏ទម្លាក់ខ្លួនមកដល់ក្នុងភូមិសូមឲ្យគ្រួសារស៊ូសានគួនជួយសង្ឃឹមថាពួកគេអាចបញ្ជូនអ៊ីលឺទៅផ្ទះហ៊ឺបានតែស៊ូសានគួនមិនចង់អើពើឡើយគាត់ថែមទាំងចង់ឲ្យហ៊ឺស៊ីវយ៉ុងស្លាប់ទៅទៀតផងរហូតដល់ប្រពន្ធហ៊ឺស៊ីវយ៉ុងសន្យាថាឲ្យតែយល់ព្រមបញ្ជូនអ៊ីលឺទៅធ្វើពិធីបួងសួងនោះនាងមិនត្រឹមតែផ្ដល់ឲ្យគ្រួសារស៊ូសានគួននៅរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេថែមទាំងចំណាយថ្លៃសិក្សាទាំងអស់របស់អ៊ីលឺទៀតចិញ្ចឹមគេរហូតដល់ចប់មហាវិទ្យាល័យពេលនោះយូឡានក៏ចាប់ផ្ដើមមានអារម្មណ៍រំជួលចិត្តពេលកូនគេងលក់អស់ប្តីប្រពន្ធក៏ពិភាក្សារឿងនេះស៊ូសានគួនប្រឆាំងយ៉ាងខ្លាំងតែទ្រាំនឹងសំណួរដ៏ចាក់ដោតរបស់យូឡានមិនបានសួរគាត់ថាស៊ូសានគួនអាចចិញ្ចឹមកូន3នាក់ឲ្យរៀនចប់ដែរឬទេស្ថានភាពបច្ចុប្បន្នគ្រាន់តែអាហារឆ្អែតមួយពេលក៏ពិបាកដែរមិនបាច់និយាយដល់ការសិក្សានៅថ្ងៃមុខឡើយតាមពិតទៅមនុស្សជាឪពុកម្ដាយសុទ្ធតែមានអារម្មណ៍រួមមួយនោះគឺមនុស្សជំនាន់ខ្លួនគឺរស់នៅយ៉ាងវេទនារួចទៅហើយពួកគេមិនចង់ឲ្យកូនដូចពួកគេឡើយបន្តរស់នៅបែបនេះទៀតហើយអ្វីដែលអាចផ្លាស់ប្ដូរស្ថានភាពបែបនេះបានគឺមានតែការទទួលការអប់រំមើលកូនដែលកាន់តែធំឡើងស៊ូសានគួនពោពេញដោយភាពជិះចាប់គាត់ស្អប់ភាពគ្មានសមត្ថភាពរបស់ខ្លួនដោយសង្គ្រោះស្ថានភាពបែបនេះមិនបានជាងនេះទៅទៀតយូឡានគិតថាស៊ូសានគួនប្រហែលជាមិនមានចិត្តសប្បុរសដល់ថ្នាក់ចិញ្ចឹមអ៊ីលឺឲ្យរៀនចប់ឡើយបើមិនអាចឲ្យលក្ខខណ្ឌល្អដល់អ៊ីលឺបានអ្នកម្ខាងទៀតអាចផ្ដល់ឲ្យបានហើយថែមទាំងផ្លាស់ប្ដូរអនាគតគ្រួសារបានទៀតប្តីប្រពន្ធទាំងពីរនាក់ក៏សម្រេចចិត្តប្រាប់រឿងនេះដល់អ៊ីលឺគ្រួសារទាំងមូលក៏ដឹងថាការសម្រេចចិត្តនេះមានន័យយ៉ាងណាមិញការសម្រេចចិត្តនេះមិនខុសអ្វីពីការលូកកូននោះឡើយហើយអ៊ីលឺក៏ចេះដឹងរឿងខ្លាំងណាស់យល់ពីការលំបាករបស់ឪពុកម្ដាយមិនបានប្រឆាំងនឹងការសម្រេចចិត្តរបស់ពួកគេឡើយក៏បានស្ដាប់ពាក្យសម្ដីល្អទាំងនោះថាជាពាក្យពិតចេញពីចិត្តតែនៅពេលទៅដល់ផ្ទះហ៊ឺស៊ីវយ៉ុងដើម្បីធ្វើពិធីបួងសួងនោះគីលានុបដ្ឋាយិកាបានទាមទារឲ្យអ៊ីលឺហើយហ៊ឺស៊ីវយ៉ុងដោយស្មោះត្រង់ប្រឈមមុខនឹងមនុស្សដែលមិនស្គាល់ម្នាក់នេះទាំងដែលជាឪពុកបង្កើតដែលគ្មានចិត្តគ្មានថ្លើមអ៊ីលឺមិនព្រមប្រឈមមុខឡើយទោះបីជាត្រូវបានបង្ខំឲ្យហើយក៏ដោយគេក៏គ្រាន់តែញាក់ក្បាលរអ៊ូទាំងមិនពេញចិត្តនៅពេលឃើញអ៊ីលឺមិនសហការធ្វើឲ្យខាតពេលជួយសង្គ្រោះប្តីប្រពន្ធរបស់ហ៊ឺស៊ីវយ៉ុងក៏ខឹងសម្បាយ៉ាងខ្លាំងបដូរទឹកមុខដ៏អាក្រក់មកភ្លាមឲ្យអ៊ីលឺបង្ហាញឲ្យល្អបើមិនដូច្នេះទេអ្វីដែលនាងសន្យានាងនឹងមិនឲ្យឡើយដោយគិតដល់រឿងជីវិតនិងអនាគតរបស់អ៊ីលឺយូឡានបានឲ្យអ៊ីលឺដែលកំពុងតែឈឺចាប់ធ្វើតាមតែនាងមិននឹកស្មានថាអ៊ីលឺបានបញ្ចេញកំហឹងទាំងស្រុងទៅលើប្រពន្ធហ៊ឺស៊ីវយ៉ុងឃើញអ៊ីលឺរឹងរូសបែបនេះប្រពន្ធហ៊ឺស៊ីវយ៉ុងក៏គំរាមម្ដងទៀតមកយូឡានដែលអាណិតអ៊ីលឺក៏បានត្រឹមតែស្រែកឲ្យអ៊ីលឺបួងសួងឲ្យលឿនទោះបីដឹងថាវាធ្វើឲ្យកូនឈឺចាប់តែយូឡានគ្មានជំរឿឡើយ 너 진짜 이럴 거야? 왜 애한테 소리는 질러요? 내가 얘기할게요. 빨리 해! 빨리 하고 집에 가자. 빨리 해. 아버지 가지 마세요.
아버지 돌아오세요. 아버지 돌아오세요. 아버지 가지 마세요. ចំណែកស៊ូសានគួនមើលទៅដូចជារីករាយតែក្នុងចិត្តវិញមិនអាចដាច់ចិត្តពីអ៊ីលើឡើយដើរទៅដើរមកមិនដឹងខ្លួនក៏មកដល់ផ្ទះហ៊ឺស៊ីវយ៉ងទោះបីអ៊ីលើមិនមែនជាកូនបង្កើតរបស់គាត់តែការចិញ្ចឹមបីបាច់10ឆ្នាំមកនេះគាត់ពិតជាមិនអាចកាត់ផ្ដាច់ទំនាក់ទំនងឪពុកកូននេះបានឡើយសូម្បីតែពេលលើពីខាងក្រៅថាអ៊ីលើកំពុងហៅអ្នកដទៃថាឪពុកស៊ូសានគួនក៏ព្រួយបារម្ភដូចស្រមោចនៅលើផ្ទះក្តៅព្រោះនៅក្នុងសម្លេងរបស់អ៊ីលើគាត់ទើតែភាពឈឺចាប់និងអស់សង្ឃឹមរហូតដល់គាត់លួចមើលទៅក្នុងផ្ទះអ៊ីលើក៏បានឃើញស៊ូសានគួនក្នុងពេលតែមួយពេលអ្នកទាំងពីរមើលមុខគ្នាអ៊ីលើក៏ស្រែកឡើងថាខ្ញុំមិនទៅទេខ្ញុំមិនទៅទេខ្ញុំមិនទៅទេគ្រាន់តែមើលមុខគ្នាភ្លាមអ៊ីលើក៏ទប់លែងជាប់ក្នុងចិត្តរបស់អ៊ីលើស៊ូសានគួនគឺជាឪពុករបស់គេជានិច្ចគ្មាននរណាម្នាក់ជំនួសបានឡើយទោះបីគាត់ស្អប់ខ្លួនយ៉ាងណាក៏ដោយទោះបីគាត់តម្រូវលើខ្លួនយ៉ាងណាក៏ដោយក៏មិនអាចផ្លាស់ប្ដូរក្តីស្រឡាញ់ដែលអ៊ីលើមានចំពោះស៊ូសានគួនបានដែរខណៈដែលគ្រប់គ្នាកំពុងងឿងឆ្ងល់ពីមូលហេតុដែលអ៊ីលើស្រាប់តែមានអារម្មណ៍ពិតបែបនេះក៏ឃើញគេស្រក់ទឹកភ្នែកស្រែកយំឲ្យឪពុកកុំបោះបង់គេក្រោយមកគេក៏រត់ទៅបង្អួចស៊ូសានគួនដែលលាក់ខ្លួននៅខាងក្រៅក៏ស្រែកយំយ៉ាងខ្លាំង 아버지! 저들 집에 데려가 주세요. 아버지 돌아오세요. 아버지 여기 무서워요. 제가 잘못했어요. 아버지 가지 마세요. 아버지 집에 가고 싶어요. នៅក្នុងសម្ដែងរបស់អ៊ីលើនិងភាពកក់ក្ដៅក្នុងផ្ទះស៊ូសានគួនមិនអាចទប់អារម្មណ៍បានទៀតឡើយរាល់ពាក្យថាឪពុកបានចាក់ដោតចូលក្នុងបេះដូងរបស់គាត់ 말! 이씨. 일로 와. 아버지! 얘가 겁먹었잖아. 이씨. ស៊ូសានគួនបានបង្ហាញខ្លួនដូចជាវីរៈបុរសរបស់អ៊ីលើសភាពគុតឪពុករបស់គាត់ត្រូវបានបង្ហាញយ៉ាងពេញលេញក្នុងពេលនេះក្រោយចេញពីផ្ទះហ៊ឺស៊ីវយ៉ងស៊ូសានគួនបានបីអ៊ីលើត្រឡប់ទៅវិញលើមុខអ្នកទាំងពីរពោពេញដោយភាពរីករាយនៃថ្ងៃជួបជុំលើមុខស៊ូសានគួនថែមទាំងពោពេញដោយមោទនភាពហើយទង្វើរបស់គាត់នេះគឺដើម្បីប្រាប់អ្នកដទៃថាស៊ូអ៊ីលើនឹងក្លាយជាកូនប្រុសរបស់ស៊ូសានគួនជានិច្ចគ្មាននរណាអាចសង្ស័យបានឡើយរីឯស៊ូសានគួនពីមុនមកតែងតែស្ថិតនៅក្នុងចំនួនរវាងសេចក្តីថ្លៃថ្នូររបស់បុរសនិងក្តីស្រឡាញ់របស់ឪពុកប៉ុន្តែបន្ទាប់ពីរឿងនេះគាត់បានបោះបង់ចោលនៅអ្វីដែលហៅថាមុខមាត់នោះចោលទាំងស្រុងពេលនេះគាត់យល់ថាអ្នកដទៃមើលមកគាត់យ៉ាងណានោះមិនសំខាន់ទេអ្វីដែលសំខាន់គឺគ្រួសារបាននៅជាមួយគ្នាយ៉ាងរីករាយការរស់នៅជាមួយគ្នាដោយក្តីសុខគឺជាការពិតបំផុតនឹកស្មានថាជីវិតដ៏មានក្តីសុខបែបនេះនឹងបន្តទៅមុខទៀតរហូតដល់កូនធំឡើងតែសំណាងអាក្រក់តែងតែស្វែងរកតែមនុស្សកំសត់រឿងដែលកើតឡើងមិនយូរប៉ុន្មានក៏ធ្វើឲ្យគ្រួសារនេះជួបនឹងការសាកល្បងម្ដងទៀតក្នុងពេលកំពុងលេងអ៊ីលើបានដួលសន្លប់ដោយមិនដឹងខ្លួននៅពេលប្អូនគិតថាបងប្រុសកំពុងលេងសើចទើបដឹងថាបងប្រុសបានជួបនឹងរឿងអាក្រក់ប្តីប្រពន្ធស៊ូសានគួនក៏ប្រញាប់នាំអ៊ីលើទៅព្យាបាលប៉ុន្តែពាក្យសម្ដីរបស់គ្រូពេទ្យធ្វើឲ្យប្តីប្រពន្ធទាំងពីរធ្លាក់ចូលក្នុងភាពអស់សង្ឃឹមម្ដងទៀតគ្រូពេទ្យតែគិតថាអ៊ីលើប្រហែលជាដូចហ៊ឺស៊ីវយ៉ងតែកើតជំងឺដ៏កាចសាហាវនោះតែស៊ូសានគួនមិនព្រមជឿឡើយក៏ប្រញាប់នាំអ៊ីលើទៅកាន់ទីក្រុងដោយដឹងថាជំងឺអ៊ីលើអាចនឹងចំណាយលុយច្រើនទើបឲ្យយូឡាននាំកូនទៅព្យាបាលនៅទីក្រុងមុនចំណែកខ្លួនគាត់គឺនៅទីនេះដើម្បីរៃអង្គាសលុយដូច្នេះគាត់បានដើរខ្ចីលុយគេគ្រប់ទីកន្លែងក្នុងភូមិតែលុយដែលខ្ចីបានគឺគ្រាន់តែដូចគ្រូចាក់សមុទ្រដើម្បីជួយសង្គ្រោះអ៊ីលើស៊ូសានគួនថែមទាំងហ៊ានអន់ក្បាលទៅខ្ចីលុយផ្ទះហ៊ឺស៊ីវយ៉ងតែហ៊ឺស៊ីវយ៉ងបានស្លាប់បាត់ទៅហើយប្រពន្ធគេកាន់តែមិនអាចជួយស៊ូសានគួនឡើយដូច្នេះស៊ូសានគួនអាចនឹកឃើញតែការលក់ឈាមព្រោះមានតែធ្វើបែបនេះទើបគាត់អាចរៃអង្គាសលុយព្យាបាលបានយ៉ាងឆាប់រហ័សស៊ូសានគួនក្រោយពីសួរគ្រូពេទ្យទើបបានដឹងថាក្នុងរយៈពេល3ខែមិនអាចលក់ឈាមនៅមន្ទីរពេទ្យដដែលបានទេបើមិនដូច្នេះទេគ្មាននរណាម្នាក់ទទួលខុសត្រូវឡើយប្រសិនបើអ្នកជំងឺទៅមន្ទីរពេទ្យផ្សេងនោះអ្នកដទៃក៏មិនបានដឹងដែរហើយនៅពេលមកដល់ទីក្រុងស៊ូសានគួនទើបដឹងពីប្រពន្ធថាអ៊ីលើត្រូវបានធ្វើរោគវិនិច្ឆ័យថាជាជំងឺរលាកខួរក្បាលសំណាងល្អដែលមានថ្នាំព្យាបាលតែសំណាងអាក្រក់គឺថ្លៃព្យាបាលខ្ពស់ណាស់ស៊ូសានគួនលួងលោមប្រពន្ធថាអត់អីទេបង្ហាញថាឲ្យគាត់ពេល3ថ្ងៃគាត់នឹងអាចរកលុយព្យាបាលបានយ៉ាងប្រាកដដូច្នេះបន្ទាប់ពីលក់ឈាមនៅមន្ទីរពេទ្យទី1រួចស៊ូសានគួនក៏សួរគិលានុបដ្ឋាយិកាថាតើថ្លៃព្យាបាលជំងឺរលាកខួរក្បាលប្រហែលជាប៉ុន្មានពេលដឹងថាត្រូវប្រើ3ទៅ4ម៉ឺនគាត់ក៏តក់ស្លុតក្នុងចិត្តអ្វីដែលអាក្រក់ជាងនេះទៅទៀតគាត់ឈាមម្ដងពីរដបទើបអាចដូរបានលុយ3000យ៉នប៉ុណ្ណោះទោះបីជាចង់បានលុយព្យាបាលដែលកំណត់ត្រឹម30000យ៉ាងហោចណាស់ត្រូវទៅមន្ទីរពេទ្យ9កន្លែងទៀតហើយឈាម18ដបទើបគ្រប់កាន់នេះទៅគាត់ត្រូវទៅមន្ទីរពេទ្យ3កន្លែងក្នុងមួយថ្ងៃហើយឈាមម្ដងត្រូវការពេលវេលាសម្រាប់3ខែបើមិនដូច្នេះទេរាងកាយនឹងខូចខាតធ្ងន់ធ្ងរតែស៊ូសានគួនពេលនេះតើគាត់អាចគិតពីអ្វីបានទៀតក្នុងពេលនោះគាត់បន្តបដូរមន្ទីរពេទ្យទៅឈាមមិនឈប់ឈរថែមទាំងផឹកទឹកយ៉ាងច្រើនចូលរាងកាយក្រោយពីនៅតំបន់នេះរួចដើម្បីទៅនៅតំបន់ផ្សេងទៀតគាត់បានយកអាហារកំប៉ុងដែលដូរបានពីការលក់ឈាមឲ្យអ្នកបើកបរឡានដឹកទំនិញដើម្បីឲ្យគេជូនទៅធ្វើបែបនេះមិនត្រឹមតែចំណេញលុយថែមទាំងចំណេញពេលទៀតផងតែក្នុងរយៈពេលតែ2ថ្ងៃប៉ុណ្ណោះដៃរបស់គាត់គឺពោពេញដោយស្នាមម្ជុលមុខរបួសគឺឡើងហើមក្រហមមុខមាត់គ្មានឈាមសម្បីតែបន្តិចបង្ហាញ
ពីភាពស្លេកស្លាំងតែពេលកំណត់3ថ្ងៃចិត្តមកដល់មន្ទីរពេទ្យមួយនេះបែរជាប្រុងប្រយ័ត្នយ៉ាងខ្លាំងដើម្បីការពារមនុស្សដូចស៊ូសានគួនគីលានុបដ្ឋាយិកានិងរើសអើងទិញមនុស្សដែលមានអាយុច្រើននិងមានមុខស្លេកស្លាំងចេញឃើញបែបនេះស៊ូសានគួនក៏ប្រញាប់រត់ចេញមកយកទឹកភ្លៀងមកលាងមុខដើម្បីឲ្យខ្លួនឯងមើលទៅមានស្មារតីល្អមុខមាត់មានពណ៌ឈាមគាត់បានតោងរបាដៃហើយដាក់ក្បាលចុះក្រោមចង់តាមរយៈវិធីនេះឲ្យមុខឡើងក្រហមព្រឿងដើម្បីបានឆ្លងកាត់ការត្រួតពិនិត្យដោយលុយលក់ឈាមកាន់តែច្រើនឡើងតែផលប៉ះពាល់ដែលតាមមកគឺរាងកាយរបស់ស៊ូសានគួនកាន់តែយ៉ាប់យ៉ឺនទោះបីគាត់ដឹងក៏គាត់មិនអាចឈប់បានដែរព្រោះអ៊ីលើកំពុងរងចាំឲ្យគាត់ជួយសង្គ្រោះតែការពិតគឺបានផ្ដល់មេរៀនមួយដល់គាត់រាងកាយដែលគាត់គិតថារឹងមាំក៏ទ្រាំនឹងការធ្វើបាបបែបនេះមិនបានឡើយចុងក្រោយក៏ដួលសន្លប់នៅលើគ្រែឈាមប៉ុន្តែអ្វីដែលគាត់នឹកស្មានមិនដល់នោះគឺគ្រូពេទ្យដើម្បីជួយសង្គ្រោះគាត់ក៏បានយកឈាមអ្នកដទៃមកបញ្ចូលឲ្យគាត់ហើយថ្លៃព្យាបាលការបញ្ចូលឈាមនេះគឺច្រើនជាងលុយដែលគាត់លក់ឈាម2ដងគ្រូពេទ្យគិតថាគាត់មិនអាចយល់បានលងខ្លួនក្នុងរឿងលុយកាក់ឲ្យគាត់សងលុយរួចចេញទៅឲ្យឆ្ងាយតែស៊ូសានគួនបែរជាជេរជាមួយគ្រូពេទ្យស្រែកខ្លាំងថាហេតុអ្វីបានជាយកឈាមអ្នកដទៃមកមិនយកឈាមខ្ញុំគ្រូពេទ្យគិតថាគាត់ឈួតហើយទើបបានរុញគាត់ចេញតែការរុញនេះធ្វើឲ្យលុយដែលស៊ូសានគួនខំសន្សំយ៉ាងលំបាករីប៉ាយនៅលើដីខ្ចាត់ខ្ចាយអស់អ្នកជុំវិញដំបងឡើយគឺភ្ញាក់ផ្អើលនឹងឈុតឆាកនេះតែមានតែស៊ូសានគួនដែលមើលឃើញក្រុមមនុស្សនេះកំពុងសម្លឹងមើលដោយភាពលោភលន់ដូច្នេះគាត់បានក្រាបចុះលើដីភ្លាមដើម្បីការពារលុយដែលជួយជីវិតទាំងនេះតែហ្វូងមនុស្សនៅតែសម្រុកចូលមកដូចជារលកទោះបីជាបុគ្គលិកពេទ្យព្យាយាមខាត់ក៏ដោយក៏មិនអាចខាត់ភាពលោភលន់នៃហ្វូងមនុស្សបានដែរពេលនេះវាហាក់ដូចជាឈុតឆាកគួរឲ្យខ្លាចនៃការស៊ីសាច់ហុតឈាមគ្នាប៉ុណ្ណឹងដែរគ្រប់គ្នាមិនខ្វល់ពីស៊ូសានគួនដែលដួលសន្លប់លើដីឡើយដោយខំប្រឹងលុយដែលប្រឡាក់ដោយឈាមការបង្ហាញនៃឈុតឆាកនេះក៏ជាការបញ្ជាក់ដែរថានៅក្នុងបរិយាកាសដ៏វេទនាខ្លាំងសភាពគិតរស់រៀននិងសីលធម៌នៃជីវិតនៅពេលជួបនឹងការជ្រើសរើសមនុស្សភាគច្រើននឹងជ្រើសរើសរស់ដោយបោះបង់ចោលសីលធម៌ទោះបីជាលុយត្រូវបានគេប្លន់យកទៅខ្លះតែស៊ូសានគួនក៏នៅតែអាចរក្សាទុកបានភាគច្រើនគាត់ទាញរាងកាយដែលហត់នឿយខ្លាំងដោយភាពតស៊ូទៅកាន់មន្ទីរពេទ្យដែលព្យាបាលអ៊ីលើក្រោយពីទៅដល់មន្ទីរពេទ្យគាត់បានដើររកនិងហៅឈ្មោះយូឡាននិងអ៊ីលើតែគ្មានអ្នកណាប្លើយក្រោមការស្រែកហៅយ៉ាងខ្លាំងរបស់គាត់គ្រប់គ្នាត្រូវបានតាក់ទាញឲ្យចេញមកមើលចុងក្រោយគ្រូពេទ្យប្រាប់ថាគ្មានមនុស្សនេះទេដោយគិតថាស៊ូសានគួនមកបង្កបញ្ហាទើបឲ្យសន្តិសុខដេញគាត់ចេញតែគាត់ខំរោបលុយបានចិត្តគ្រប់ហើយគាត់មានក្តីមិនអស់ចិត្តស្រែកហៅឈ្មោះអ៊ីលើដែលនៅលើគ្រែអ្នកជំងឺពេលលើបែបនេះក៏ក្រោកឡើងភ្លាមដើម្បីពិនិត្យលទ្ធផលគឺពេលទៅដល់បង្អួចក៏ឃើញឪពុកដែលត្រូវបានសន្តិសុខដេញចេញមិនខ្វល់ពីដបទឹកសេរ៉ូមដែលជាប់នឹងខ្លួនអ៊ីលើក៏រត់ចេញពីមន្ទីរពេទ្យដើម្បីរកឪពុក 아버지! 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 ការស្រែកហៅរបស់កូនហាក់ដូចជាសំឡេងដ៏ស្រទន់ដែលដាស់ស៊ូសានគួនឲ្យភ្ញាក់ពីការអស់សង្ឃឹមគាត់អូសរាងកាយដែលហត់នឿយយឺតឡើងលើរបងហើយផលប៉ះពាល់នៃការបាត់បង់ឈាមច្រើនពេកធ្វើឲ្យការមើលឃើញរបស់គាត់ព្រើតែក្នុងភ្នែករបស់គាត់កូនប្រុសហាក់ដូចជាពន្លឺដែលចង្អុលបង្ហាញផ្លូវប្រវែងមិនដល់5ម៉ែត្រផងហាក់ដូចជាឆ្លងកាត់ការនឹករលឹកជាង100ឆ្នាំនៅក្នុងពេលដែលស៊ូសានគួនបានអបអ៊ីលើគ្មានអ្វីអាចបំបែកពួកគេបានទៀតឡើយជីវិតពិតបានផ្ដល់ឲ្យពួកគេនៅភាពវេទនាច្រើនពេក 죄송해요. 아니야. 지금 미안해. 어? 지금 미안해. 엄마가 ដើម្បីឲ្យអ៊ីលឺបានវះកាត់ឆាប់យូឡានបានឃើញការផ្សាយពាណិជ្ជកម្មតូចក្នុងបន្ទប់ទឹកនាងបានប្រើតម្រងនោមមួយរបស់ខ្លួនដើម្បីបដូរឱកាសព្យាបាលឲ្យកូនអ៊ីលឺនៅពេលស៊ូសានគួនមកដល់មន្ទីរពេទ្យដើម្បីមើលប្រពន្ធទឹកភ្នែកដែលគាត់កំអត់រហូតមកនោះក៏ស្រក់មកវិញម្ដងទៀតហូរដោយទន្លេបាក់ទំនប់ពេលនេះគាត់ស្អប់ខ្លួនឯងខ្លាំងណាស់ក្នុងនាមជាមេគ្រួសារបែរជាឲ្យប្រពន្ធខ្លួនឯងលះបង់ច្រើនដល់ថ្នាក់នេះថែមទាំងស្អប់ខ្លួនពីមុនដែលឲ្យយូឡានជួបនឹងភាពវេទនាច្រើនបែបនេះថែមទាំងស្អប់ភាពតូចតាចភាពមុខមល់និងមុខមាត់ខ្លួនឯងដែលស្ទើរតែធ្វើឲ្យខុសចំពោះប្រពន្ធកូនទោះបីគាត់ឈឺចាប់យ៉ាងណាក៏ដោយក៏មិនស្មើនឹងការសូមទោសមួយម៉ាត់នេះដែរ 나 원래는 안 주려고 그랬는데 미안해 여보 내가 잘못했어 미안해 내가 잘못했어 괜찮아요. 괜찮아요. គ្រួសារដែលមានក្តីស្រឡាញ់ពិតប្រាកដគឺមិនត្រូវការបង្ហាញតាមរយៈពាក្យសម្ដីច្រើនឡើយត្រូវការតែការសូមទោសដ៏ស្មោះត្រង់មួយម៉ាត់ប៉ុណ្ណោះរឿងរ៉ាវកន្លងមកក៏លីបាត់អស់មិនយូរប៉ុន្មានគ្រួសារអ៊ីលឺក៏បានជាសះស្បើយពីមន្ទីរពេទ្យរឿងដំបូងដែលពួកគេធ្វើក្រោយពីត្រឡប់មកវិញគឺគ្រួសារជួបជុំគ្នានៅតុអាហារយ៉ាងពេញលេញរួមគ្នាញ៉ាំអាហារដ៏ឆ្ងាញ់អាហារដែលញ៉ាំគឺនំប៉ាវសាច់កាលពីមុននេះជាទីបន្ទាល់នៃចំណុចចាប់ផ្ដើមនៃក្តីសុខរបស់ស៊ូសានគួននិងយូឡានឥឡូវនេះវាបានក្លាយជាការបញ្ជាក់នៃភាពសុខដុមរមនារបស់គ្រួសារនេះក៏ជាចុងបញ្ចប់ដ៏ល្អមួយនៅក្នុងស្នាដៃរបស់លោកយូហចុង
ក្រោយស៊ូសានគួនបានលក់ឈាមសរុប11ដងលើកទី1ដើម្បីយកប្រពន្ធលើកទី2ដើម្បីសំណងរឿងអ៊ីលើលើកទី3ដើម្បីភាពឆ្អែតឆ្អន់របស់គ្រួសារដែលនៅសល់គឺសុទ្ធតែដើម្បីជួយសង្គ្រោះកូនអ៊ីលើស៊ូសានគួនបានប្រើការលក់ឈាម11ដងដើម្បីបញ្ជាក់ថាគាត់មិនត្រឹមតែជាឪពុកដ៏អស្ចារ្យម្នាក់ថែមទាំងបង្ហាញថាក្តីស្រឡាញ់របស់ឪពុកមិនមែនជាវិញ្ញាបនទៅឈាមចោទេគឺភាពក្លាហានដែលហ៊ានលះបង់រហូតដល់ដំណក់ឈាមចុងក្រោយសម្រាប់អ្នកដែលខ្លួនស្រឡាញ់ពេលគាត់ដួលលើកន្លែងលក់ឈាមថាឈាមរបស់ខ្ញុំគ្មានអ្នកត្រូវការទៀតទេភាពអស់សង្ឃឹមនៅពេលនោះតាមពិតវាជាការបាក់បែកនៃទេវកថារបស់ឪពុកធ្វើឲ្យមនុស្សគិតថាតើក្តីស្រឡាញ់របស់ឪពុកវាជ្រាលជ្រៅដល់កម្រិតណាហើយក្នុងរឿងនៅពេលដែលលក់ឈាមលើកទី3ដើម្បីភាពឆ្អែតរបស់គ្រួសារស៊ូសានគួនបានជួបនឹងមិត្តភូមិម្នាក់ឈ្មោះអាឡុងតែពេលនោះឈាមរបស់អាឡុងគ្មានពណ៌អ្វីឡើយដូចគ្នានឹងស្ថានភាពរបស់ស៊ូសានគួនពេលក្រោយមកទៀតដែរក៏ជាការប្រាប់ទុកជាមុនពីភាពវេទនារបស់មនុស្សនៅបាតសង្គមគឺមិនខុសគ្នាឡើយពេលវេលានោះកម្លាំងពលកម្មផ្ដល់ផលតបស្នងគឺមិនលឿនដោយវិធីទាំងនេះឡើយតែនៅពេលជួបនឹងគ្រាអាសន្នទោះបីជាឈាមរហូតអស់ក៏គ្មានប្រយោជន៍ដែរដោយស៊ូសានគួនដែលស្រែកយំដោយអស់សង្ឃឹមថាហេតុអ្វីបានជាឈាមខ្ញុំគ្មានអ្នកត្រូវការភាពអស់សង្ឃឹមនេះគឺខុសពីសម័យកាលរបស់ពួកយើងដែរមិនអាចយល់ពីវាបានដូច្នេះភាពយន្តល្អគឺគួរតែមើលដដែលដើម្បីភ្លក់រសជាតិវាដូចដែលវាបង្រៀនយើងឲ្យចេះស្រឡាញ់អ្នកក្បែរខ្លួនកុំរងចាំដល់បាត់បង់ទើបចេះស្រឡាញ់